ការដែលខ្ញុំចេញធ្វើជាងជួសជុលដំបងមានភ្ញៀវម្នាក់ទេមកសួរខ្ញុំថាតើអ្នកឯងអាចជួយដូរពូលភ្លើងឲ្យខ្ញុំ2គ្រាប់បានដំបងខ្ញុំគិតថាស្មានអ្នកណាគេចង់លេងសើចជាមួយខ្ញុំពីព្រោះថាគ្រាន់តែពូលភ្លើងក៏អត់ចេះដូរដែរហើយខ្ញុំក៏ប្រាប់គាត់ថាឈ្នួលដូរ$60បន្ទាប់ពីគាត់យល់ព្រមខ្ញុំក៏ទេហៅជាងផ្សេងឲ្យទៅដូរជំនួសខ្ញុំពីព្រោះខ្ញុំរវល់ដែរប៉ុន្តែជាងផ្សេងគេថាគេអត់ទៅទេព្រោះការងារតូចពេកដល់អញ្ចឹងទៅខ្ញុំក៏ទៅខ្លួនឯងដល់ពេលខ្ញុំទៅដល់បានខ្ញុំឃើញមៀតគាត់ខ្ញុំដឹងថាគាត់ឡើងចដោរួចចឹងបានគាត់ត្រូវការជួយបន្ទាប់ពីដូរពូភ្លើងរួចហើយទៅបានខ្ញុំដឹងថាគាត់គឺជាអ្នកបដាក់ទុននៅក្នុងវិស័យអចលនទ្រព្យភាសាអង់គ្លេសគេហៅថា real estate investor ម្យ៉ាងមួយទៀតគាត់ក៏ជាអ្នកគក់ជេរផ្ទះផងដែរគេហៅថា real estate agent ចាប់ពីថ្ងៃនឹងមកខ្ញុំនិងគាត់ក៏បានរស់ស៊ីជាមួយគ្នាពេលដែលគាត់ទិញផ្ទះហើយមុននឹងគាត់ដាក់ជួលឬដាក់លក់ខ្ញុំគឺជាអ្នកជួសជុលបើគិតទៅតាំងពីឆ្នាំ2019រហូតមកដល់សប្តាហ៍ថ្ងៃផ្ទះជាច្រើនដែលខ្ញុំជួសជុលជាមួយគាត់ហើយនឹងការងារផ្សេងទៀតដែលខ្ញុំធ្វើឲ្យគាត់បើសរុបថ្លៃឈ្នួលរហូតមកដល់ឥឡូវប្រហែលជាជិត$200,000ថ្ងៃនេះគាត់ឲ្យខ្ញុំមកដាំស្មៅឲ្យផ្ទះគាត់ទាំងមុខទាំងក្រោយផ្ទះគាត់មួយហើយនឹងផ្ទះចដូនមួយគាត់មួយនេះគឺជាស្មៅនៅខាងមុខផ្ទះរបស់គាត់ Cut these two down. Cap this. Cap it? Yeah, and then figure out where this one is. Or just cap, I don't know how you would do it, but I know that it needs to be redone right here. And គាត់ប្រាប់ខ្ញុំថាទៅយកទឹកវាមានកប់ទៅក្រោមដីនឹងហើយប៉ុន្តែគាត់អត់ដឹងនៅកន្លែងណាខ្លះអញ្ចឹងគាត់ចង់ឲ្យខ្ញុំតដាក់ថ្មីដើម្បីស្រោចអូតូម៉ាទិកប្រព័ន្ធទឹកស្រោចស្មៅអូតូម៉ាទិកហ្នឹងភាសាអង់គ្លេសគេហៅថា automatic irrigation system On this side. So we're going to keep the only one on this side. The other one, cap it out. Yep, this is the sprinklers. Oh, that's a sprinkler? It needs to be redone. So there's already sprinkler pipe somewhere on there, right? It's already sprinkler pipes here. So we just need to redo this. Okay. Add more and put a timer, maybe like right there. And then those lights, probably redo that too. គាត់ចង់ឲ្យជួសជុលភ្លើងដាក់បាក់នៅក្រោយផ្ទះហ្នឹងឬហើយបង្កប់ភ្លើងថ្មីនៅមុខផ្ទះផងដែរនៅមុខផ្ទះគាត់ពីដើមឡើយនឹងងឹតជឹងប៉ុន្តែឥឡូវនេះខ្ញុំដាក់ភ្លើងទៅតាមបញ្ចាំងហើយនឹងតាមស្មៅភ្លើងដែលដាក់នៅតាមស្មៅហ្នឹងគឺចរន្តអគ្គិសនី DC ទោះបីភ្លៀងមកអីក៏វាអាចឆក់បានដែរឥឡូវនេះក៏លេចមកមើលផ្ទះចដូនមួយគាត់វិញម្ដងគាត់ចង់ឲ្យខ្ញុំឆ្កាស្មៅចេញទាំងអស់រួចហើយរើទ្វារលបងចាស់ហ្នឹងចេញហើយធ្វើទ្វារថ្មីខាងក្នុងហ្នឹងក៏ដូចគ្នាដែរដកស្មៅចេញទាំងអស់រួចហើយដាក់កំទេចថ្មអីវ៉ាន់តុកកៅអីទាំងអស់ហ្នឹងក៏យកចោលដែរហើយនៅខាងក្រោយនេះកាប់ឆ្កាចេញទាំងអស់រួចហើយដាក់ដាំស្មៅថ្មីគាត់ចង់ឲ្យដាំស្មៅនៅកណ្ដាលរួចហើយដាក់កំទេចឈើនៅជុំវិញបន្ទាប់ពីការងាររួចរាល់ខ្ញុំក៏មកចាត់មើលស្មៅគាត់ម្ដងទៀតប៉ុន្តែសំណាងដែរដែលខ្ញុំមកមើលតាន់ពីព្រោះថាកូនក្មេងច្រឡំបិទអារមណីទឹកទៅស្រោចស្មៅប្រហែលជា 4-5 ថ្ងៃប៊ីទៅងាប់បន្ទាប់ពីបើកទឹកឡើងវិញបានមួយអាទិត្យក្រោយមកស្មៅក៏ឡើងបៃតងមកវិញSo it's 2 feet, about 2 feet away from the fence? Yeah. Bend the board? Maybe like 2 or 3 feet. Okay. ឥឡូវនេះរួចរាល់ហើយស្មៅប្រភេទនេះពេលដែលយើងដាំរួចយើងត្រូវស្រោចទឹករយៈពេល10នាទីក្នុងមួយដងហើយក្នុងមួយថ្ងៃយើងត្រូវស្រោច3ដងស្រោចធ្វើម៉េចឲ្យបានប្រហែលជា1ខែចាំយើងបន្ថយម៉ោងរបស់វា